បើតែក្បាលវីដេអូមកឃើញផ្ទៃបតោព្រាបមានបានធ្វើអីស្បាត់ស្បាយយីគាត់ថាទៅមួយថ្ងៃលើកទៅចំថ្ងៃមិនសូវល្អហើយទៅតែឯងពីញាក់សាដល់លេងឯងមានអីមិនល្អអត់តែមានលុយចាយហើយគាត់ថាមានអ្នកថតរូបឲ្យចឹងណាចឹងបានពីវីដេអូវិលលេចក្តេះឡង់ចឹងឯងជឿជាក់ស្លាប់មកមីនេះមកម្នាក់ឯងរីជីបាត់សៀងកអូទេសភាពត្រង់នឹងមើលទៅពីលើភ្នំបខែងមកឃើញទេសភាពព្រៃឈើទៅមានផ្សារគោពណ៌ដែរគឺស្អាតជាភ្នែកតែថ្ងៃហ្នឹងគឺអត់សូវមានថ្ងៃរះល្អទេម្ខាងមេឃសតុំម្ខាងថ្ងៃរះអានេះបរាយខាងលិចទេសភាពនេះគឺបរាយខាងលិចប្រាសាទមេបនខាងលិចនៅកដាបដាយហើយដល់ត្រង់នេះវិញជាកន្លែងកាឋានគៀនដែលគេថតហើយក៏មានព្រៃមានភ្នំអីចឹងទៅដល់តំណែងមិនអើយនឹងជឿជាក់លើខ្លួនឯងដែរទាញកាមេរ៉ាមកមកពេញបឹបអត់មានអ្នកថតឲ្យទៅតែឯងចឹងនេះហើយក្រោយលេងក៏មានអ្នកបែរថតរូបបានថតបានស្អាតទៅម្នាក់ឯងចឹងគឺដើរមើលអាចថតតែខ្លួនឯងថតតែបានតែពីមុខខ្លួនឯងនឹងឯងព្រោះទឹកថ្ងៃហ្នឹងវាបាត់តថ្ងៃរះអត់ល្អអត់បានលេចចំឯងប៉ុន្តែមើលទៅគឺស្អាតប៉ុន្តែគឺពេញចិត្តតែម្ដងស្អាតស្លាប់ទេសភាពនៅថ្ងៃហ្នឹងជ្រុងហ្នឹងគឺជាជ្រុងមួយដែលស្អាតដូចគ្នាបើសិនជាយើងមានអ្នកថតរូបឲ្យវាអាចស្អាតទៅចឹងណាដល់ពេលត្រង់ហ្នឹងក៏ដូចគ្នាគេមានមិត្តភក្តិថតរូបឲ្យខ្ញុំមកម្នាក់ឯងអស់ពីដើរមើលចាប់ដើរដល់ពាក្យចូលជាទៀតហើយដើរវេសក់វេអីហ្នឹងថ្ងៃនេះឆ្លោះគ្នាតើជាមួយសក់ហ្នឹងឯងសក់ក្បាលហ្នឹងគឺវេមិនឈប់អូចូលឡើងនៅតែថ្ងៃលិចដើរចូលឡើងតែលើភ្នំហ្នឹងឯងអត់មានទៅណាដល់ពេលត្រង់ហ្នឹងគឺថ្ងៃចាំងមកគឺចាំមកវិញស្អាតមែនទេស្អាតស្លាប់និយាយកាប់បាត់ចង់មកគឺខ្ជូតចាទៀតចេះចាប់តែរឿងជឿជាក់លើខ្លួនឯងនេះទៀតនេះទីបំផុតថ្ងៃក៏រីហើយចិត្តលិចហើយអត់ដឹងគេស្វីតហ្មងគេមានសង្សារគេចូលថតរូបស្វីតយើងក៏ដើរបន្តទៀតទៅត្រង់នឹងប្រហែលជាកាន់កាមេរ៉ាអត់ច្បាស់ហើយឡើងវិលទៅយាយចប់អញពេញហ្នឹងនិយាយមែនស្រឡាញ់ទេសភាពពេលថ្ងៃចាំងមកចំមុខហ្នឹងគឺស្អាតហ្មងគឺពណ៌សាច់យើងដូចមាសចឹងត្រង់ហ្នឹងគឺកន្លែងពីប្រាសាទដែលយើងថតកន្លែងរុងមួយនៅកណ្ដាលភ្នំម្ខែងហើយត្រង់នេះគឺរូបបាតុភូតធម្មជាតិគួរឲ្យខ្លាចអី